បាទសួស្តីបងប្អូនលិចទីរាយនៅពីខាងជើងអូរស័យថ្ងៃទី22ខែឧសភាឆ្នាំ2025នេះយើងឃើញថាបន្ទាប់ពីភ្លៀងធ្លាក់មួយមេយ៉ាងធំនៅលើកំណាត់ផ្លូវរាជធានីភ្នំពេញបងប្អូនមើលហើយជើងផ្សារអូរស័យមានទឹកហូរលៀងនឹងស្ទះលូយ៉ាងដំណំបណ្ដាលឲ្យមានការកកស្ទះ20នៅលើតាមផ្លូវពីខាងជើងអូរស័យយ៉ាងចាស់ដៃតែម្ដងបាទបងប្អូនឧសភាឆ្នាំ2025នៅពេលដែលកកស្ទះបងប្អូនសូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាទឹកអីហ្នឹងហើយបងប្អូនបំពេញមិនធម្មតាទេដល់កហើយលេចហើយលៀងរួចដល់ស្ទះហើយបងប្អូនអើយរាជធានីភ្នំពេញជ្រាបពេលម៉ោងសូមមេត្តាចូលរួមច្បាប់ចរាចរណ៍ទាំងអស់គ្នាទៅខ្ញុំក៏សុំបើកាលណាយើងអត់ចូលរួមជីវីដេអូដើម្បីផ្សព្វផ្សាយនៅស្ទះហ្នឹងឯងដំណឹងនេះជូនបងប្អូនសាធារណជនឲ្យបានជ្រាបថាថ្ងៃនេះមាននាំនេះជារុលដល់ពេលវេលាគេតរួចបូកលាយឡំជាមួយនឹងទឹកភ្លៀងមួយមេយ៉ាងធំនៅលើផ្លូវជើងផ្សារអូស័យដល់ព្រមអូស័យហ្នឹងហើយអរគុណណាបងប្អូនខ្ញុំសូមជួយ like ជួយ share ផងអរគុណសូមគោរពលា